បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទសូមចែកចម្លែកនៅសំណួរមួយទៀតគឺជាសំណួរចំណេះដឹងទូទៅដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែសិក្សាស្វែងយល់ដែរដែលសំណួររបស់យើងសួរថាតើប្រទេសកម្ពុជាឆ្លងកាត់នឹងកាលសម័យប្រវត្តិសាស្ត្រចំនួនប៉ុន្មានមើលទល់នឹងពេលបច្ចុប្បន្នកាលបាទអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសូមបញ្ជាក់ផងដែរថាតកតងទៅនឹងកាលសម័យនៅលើពិភពលោកទាំងកម្ពុជាគឺយើងបែងចែកចេញជាពីរគឺការសម័យបុរេប្រវត្តិសាស្ត្រនិងការសម័យប្រវត្តិសាស្ត្របាទបងប្អូនទាំងអស់គ្នាការសម័យបុរេប្រវត្តិសាស្ត្រគឺយើងរាប់ចាប់ពីពេលមនុស្សមានកំណើតនៃមនុស្សរហូតមកដល់ពេលមានអក្សរដល់ពេលការសម័យប្រវត្តិសាស្ត្រគឺយើងរាប់ចាប់ពីពេលមានអក្សររហូតមកទល់នឹងពេលបច្ចុប្បន្នណាបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងមកកលេចមកមើលអត្ថន័យខ្លឹមសារនៃគម្រោងសំណួររបស់យើងវិញគឺនិយាយអំពីកម្ពុជាឆ្លងកាត់ការសម័យប្រវត្តិសាស្ត្រចំនួនប៉ុន្មានរួចមកហើយបាទបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់ចម្លើយអត្ថន័យអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានបែងចែកតាក់ទងទៅនឹងឈ្មោះកាលបរិច្ឆេទក៏ដូចជាក្សត្រផ្ដើមមានក្សត្រផ្ដើមនៃសម័យកាលមួយនិងរាជធានីផងដែរបាទបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងការសម័យប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើងគឺឆ្លងកាត់ការសម័យប្រវត្តិសាស្ត្រនឹងចំនួន14ដង14លើករួចមកហើយរហូតមកដល់ពេលបច្ចុប្បន្នណាបងប្អូនរហូតមកដល់ពេលបច្ចុប្បន្នគឺមានរយៈចំនួន14លើកបាទ14លើកដែលយើងរាប់មកបាទអញ្ចឹង14លើកនេះគឺរហូតមកដល់ព្រះរាជាណាចក្រកម្ពុជាទី2របស់យើងបាទនៅក្នុងនេះគឺខ្ញុំសូមធ្វើការបញ្យល់បងប្អូនទាំងអស់គ្នាផងដែរអំពីការសម័យនីមួយៗបាទអញ្ចឹងយើងមើលឈ្មោះសម័យកាលដំបូងគេគឺសម័យហ្វូណានឬនគរភ្នំឬអាណាចក្រភ្នំបងប្អូនទាំងអស់គ្នាសម័យកាលហ្នឹងគឺមានឈ្មោះរហូតដល់14នោះដែលយើងត្រូវចងចាំមានថាដែលយើងត្រូវតែយល់ដឹងដែរថាសម័យហ្នឹងវាមានឈ្មោះប្រមាណដែលយើងគួរយល់ឬក៏គេខ្លះគេហៅហ្វូណនយើងថាហ្វូណនសម័យអីយើងអត់ដឹងបាទហើយនៅក្នុងសម័យហ្វូណានហ្នឹងគឺយើងរាប់សតវត្សគឺសតវត្សទី1ដល់ទី6បងប្អូនដែលរាប់ឆ្នាំគឺពី52ដល់550នៃគ្រិស្តសករាជនៅក្នុងហ្នឹងគឺមានស្ដេចបើយើងនិយាយពីស្ដេចគឺព្រះនាងលាវយីនិងព្រះបាទហ៊ុនទៀនបាទហើយដោយនេះគឺជាឈ្មោះក្សត្រខ្មែររបស់យើងប៉ុន្តែឈ្មោះហ្នឹងមានរហូតដល់13មានន័យថាចិនហៅយើងឥណ្ឌាហៅយើងហើយនឹងឈ្មោះខ្មែររបស់យើងខ្លួនឯងឈ្មោះខ្មែររបស់យើងគឺព្រះថោងនាងនាគបាទបងប្អូនព្រះថោងនាងនាគដល់ពេលឈ្មោះចិនគឺលាវយីហ៊ុនទៀនដល់ពេលឈ្មោះឥណ្ឌាគឺកៅដិនសោម៉ាងណាបងប្អូនទាំងអស់គ្នាហើយមានរាជធានីនៅជាធបុរៈបាទជាធបុរៈបងប្អូនទាំងអស់គ្នាដល់ពេលសម័យកាលទី2គឺសម័យចេនឡាបាទសម័យចេនឡាហ្នឹងបើយើងនិយាយពីសម័យកាលហ្នឹងក្សត្រដែលស្ថាបនិកហ្នឹងគឺព្រះបាទភវវរ្ម័នទី1ដែលមានឆ្នាំចាប់ពី550ដល់802នៃគ្រិស្តសករាជបាទដែលមានរាជធានីនៅភវបុរៈបងប្អូនទាំងអស់គ្នាដល់ពេលសម័យកាលទី3គឺសម័យអង្គរពី802ដល់1431បងប្អូនតែងតែនៅចំណាំហើយសម័យអង្គរជាសម័យកាលដ៏ល្បីល្បាញបំផុតប៉ុន្តែបងប្អូនត្រូវចងចាំដែរណាសម័យអង្គរនោះបើយើងនិយាយពីការបែងចែកក៏គេចែកជាពីរដែរមានសម័យរីកចម្រើននិងសម័យអន់ថយបាទបើយើងនិយាយសម័យអង្គរគឺរួមគ្នាប៉ុន្តែបើយើងនិយាយពីចក្រភពអង្គរគឺសម័យដំបូងពី802ដល់1218គឺនៅក្នុងរជ្ជកាលរបស់ជ័យវរ្ម័នទី7តែរហូតពីជ័យវរ្ម័នទី7ទៅសម័យកាលហ្នឹងគឺចាប់ដើមចុះថយតិចដងរហូតដល់ពួកជនជាតិតៃជនជាតិថៃនឹងមកទន្ទ្រានឈ្លានពានបាទហើយសម័យអង្គរហ្នឹងគឺក្សត្រស្ថាបនិកហ្នឹងគឺជ័យវរ្ម័នទី2បងប្អូនជ័យវរ្ម័នទី2ដែលមានរាជធានីនៅអង្គរនៅខាងសៀមរាបបាទដល់ពេលសម័យកាលទី4គឺយើងនិយាយពីសម័យចតុមុខបាទចតុមុខចតុ4នោះមុខ4បាទអញ្ចឹងសម័យចតុមុខហ្នឹងគឺយើងបានផ្លាស់ប្ដូររាជធានីចេញពីអង្គរហើយនៅក្នុងរជ្ជកាលរបស់ពញាយ៉ាតនេះជាក្សត្រដំបូងគេនៅក្នុងសម័យចតុមុខបាទដែលមានឆ្នាំចាប់ពី1431ដល់1516បាទនៃគ្រិស្តសករាជហើយរាជធានីនៅចតុមុខបាទចតុមុខអង្គរយើងនឹងបច្ចុប្បន្នឯងបាទចតុមុខហើយសម័យទី5គឺសម័យលង្វែកបាទលង្វែកឬក៏យើងហៅថាល្វែកបាទលង្វែកពីឆ្នាំ516ដល់ឆ្នាំ1620នៃគ្រិស្តសករាជបាទនៅក្នុងសម័យលង្វែកហ្នឹងយើងនិយាយពីព្រឹត្តិការណ៍ស្ដេចស្ថាបនិកគឺចន្ទរាជាប្អូនឬក៏ជាអនុជរបស់ព្រះបាទស្រីសុគន្ធបុត្របាទដែលមានរាជធានីនៅលង្វែកនៅខាងកំពង់ឆ្នាំងបងប្អូនទាំងអស់គ្នាកំពង់ឆ្នាំងដល់ពេលក្រោយមកគឺសម័យឧដុង្គបាទឧដុង្គគឺឆ្នាំ1620រហូតដល់ឆ្នាំ1863នៅក្នុងរជ្ជកាលរបស់ជ័យជេដ្ឋាទី2បាទជ័យជេដ្ឋាទី2ហ្នឹងហើយមានរាជធានីនៅឧដុង្គបាទឧដុង្គមានជ័យបាទអញ្ចឹងយើងឃើញថាសម័យកាលចំនួន6ដែលខ្ញុំរៀបរាប់ហើយយើងចូលដល់សម័យកាលបន្ទាប់ទៀតគឺសម័យកាលទី7បាទសម័យកាលទី7គឺយើងនិយាយអំពីសម័យកាលអាណាព្យាបាលបារាំងនៅក្នុងឯកសារសៀវភៅគោលខ្លះគឺយើងដាក់ថាសម័យអាណានិគមបារាំងបាទបងប្អូនទាំងអស់គ្នាដែលមានឆ្នាំចាប់ពី1863ដល់ឆ្នាំ1953បងប្អូនទាំងអស់គ្នាដែលយើងតែងតែចងចាំថាគឺមានចំនួន90ឆ្នាំឯនោះបាទ90ឆ្នាំនៅក្នុងហ្នឹងបើយើងនិយាយពីក្សត្រដំបូងក្សត្រចាប់ផ្ដើមហ្នឹងគឺព្រះបាទនរោត្តមបាទជាបុត្ររបស់ព្រះបាទអង្គឌួងបាទអញ្ចឹងប៉ុន្តែបើនៅក្នុងសម័យបារាំងមានក្សត្ររហូតដល់14ព្រះអង្គនោះដែលបានសោយរាជ្យប៉ុន្តែយើងនិយាយពីក្សត្រដំបូងទេគឺនរោត្តមដល់ពេលក្សត្រសោយរាជ្យតបទៀតមាននរោត្តមនាងស៊ីសវត្តមានស៊ីសវត្តមុនីវង្សនិងព្រះបាទបរមសីហនុបាទបងប្អូនទាំងអស់គ្នាហើយមានរាជធានីនៅភ្នំពេញនេះចាប់ពីពេលនេះមកគឺនៅភ្នំពេញរហូតដែរឆ្នាំក្រោយៗមកទៀតពីបារាំងវាអីមកនឹងឯងហើយយើងចូលដល់សម័យកាលទី8យើងនិយាយពីរបបសង្គមរាស្ត្រនិយមឬក៏យើងអាចនិយាយថាសម័យសង្គមរាស្ត្រនិយមប៉ុន្តែបើយើងនិយាយសម័យយើងរាប់ចាប់ពី53មកនេះពី53ពេលដែលយើងទទួលឯករាជ្យប៉ុន្តែបើយើងនិយាយពីរបបគឺការបង្កើតរបបដឹកនាំប្រទេសបាទពី55រហូតដល់70នៃគ្រិស្តសករាជបាទដែលសម័យកាលហ្នឹងគឺដឹកនាំដោយសម្ដេចរមសីហនុបាទហើយរាជធានីនៅភ្នំពេញដូចគ្នាហើយចូលដល់របបមួយទៀតគឺយើងនិយាយអំពីរបបសាធារណរដ្ឋខ្មែរបាទបើយើងនិយាយពីសាធារណរដ្ឋខ្មែរតបន្តគ្នាមក
គឺឆ្នាំ1970ដល់ឆ្នាំ1975នៃគ្រិស្តសករាជបាទនៅក្នុងរជ្ជកាលនៅក្នុងតំណែងរបស់លន់ នល់ដែលជាឧត្តមសេនីយ៍របស់សម្ដេចរមសីហនុបាទនៅក្នុងន័យហ្នឹងគឺលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចរមសីហនុនៅថ្ងៃទី18មីនាឆ្នាំ1970នឹងឯងណាបងប្អូនអ្នកគ្នាបាទក្រោយមកទៀតចូលដល់សម័យកាលមួយទៀតគឺរបបកម្ពុជាជាតិបតៃបាទបងប្អូនទាំងអស់គ្នាតែងតែណូតចំណាំថាកម្ពុជាជាតិបតៃហ្នឹងគឺជារបបខ្មែរក្រហមយើងនិយាយយើងតែដឹងថារបបខ្មែរក្រហមឬក៏របបប៉ុលពតបាទបងប្អូនទាំងអស់គ្នាដែរកាលឡើងពីឆ្នាំ1975ដល់ឆ្នាំ1979បើយើងនិយាយពីរយៈកាលឆ្នាំគឺ3ឆ្នាំ8ខែ20ថ្ងៃបងប្អូនទាំងអស់គ្នាដែលដឹកនាំដោយប៉ុលពតបាទលេខាបកក្នុងហ្នឹងហើយរាជធានីគឺនៅភ្នំពេញដូចគ្នាបាទហើយសម័យកាលមួយទៀតចប់របបកម្ពុជាជាតិបតៃទៅគឺចូលដល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជាបាទគឺយើងចាប់ដើមរំដោះបាទយើងរំដោះប្រទេសចេញពីរបបកម្ពុជាជាតិបតៃដ៏ខ្មៅងងឹតបាទចាប់ពីឆ្នាំ1979ដល់89នៃគ្រិស្តសករាជប៉ុន្តែនៅក្នុងកំឡុងពេលហ្នឹងអ្នកដែលជាមេដឹកនាំហ្នឹងគឺប៉ែនសវណ្ណបាទតើតើទៅនឹងប៉ែនសវណ្ណជាអ្នកដឹកនាំនៅក្នុងកំឡុងពេលហ្នឹងគឺមេរាជធានីនៅភ្នំពេញដូចគ្នាក្រោយមកគេក៏បានបដូរដល់ចូលដល់សម័យកាលមួយទៀតគឺរដ្ឋកម្ពុជាហើយចូលដល់សម័យកាលទី12គឺរដ្ឋកម្ពុជាដែលយើងរាប់ចាប់ពីឆ្នាំ1989ដល់91នៃគ្រិស្តសករាជបាទដែលដឹកនាំដោយសម្ដេចហ៊ុនសែននិងសម្ដេចហ៊ីនសំរិននៅក្នុងនៃហ្នឹងបាទចូលដល់សម័យកាលទី13ចូលដល់សម័យកាលទី13គឺយើងនិយាយពីសម័យអន្តរកាលដែលយើងតែងតែចងចាំថាជាសម័យកាលអ៊ុនតាក់ហ្នឹងគឺជាសម័យកាលមួយដែលគេបានធ្វើការរៀបចំការបោះឆ្នោតដើម្បីឲ្យប្រទេសកម្ពុជានឹងមានសុខសន្តិភាពឡើងវិញគឺរៀបចំការបោះឆ្នោតអំពីភាគីទាំង4ដែលមានចំនួននឹងគ្នាប៉ុន្តែក្នុងកំឡុងពេលហ្នឹងយើងដោះស្រាយអត់ចេញអញ្ចឹងហើយអង្គការសហប្រជាជាតិក៏បានចាត់តាំងនៅអង្គការជំនុំរបស់ខ្លួននឹងមកធ្វើការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ1991ដល់93នៃគ្រិស្តសករាជនឹងឯងបាទបងប្អូនទាំងអស់គ្នាហើយចូលដល់សម័យកាលចុងក្រោយយើងរបស់យើងនឹងគឺសម័យកាលព្រះរាជាណាចក្រកម្ពុជាបើយើងនិយាយពីព្រះរាជាណាចក្រកម្ពុជាទី2ព្រោះដោយសារទី1ហ្នឹងគឺនៅក្នុងសម័យសង្គមរាស្ត្រនិយមប៉ុន្តែបច្ចុប្បន្នគឺព្រះរាជាណាចក្រកម្ពុជាបាទតែយើងរាប់ចាប់ពីឆ្នាំ93រហូតមកដល់ពេលបច្ចុប្បន្នបាទដែលក្សត្រដឹកនាំមានក្សត្រដើមដំបូងហ្នឹងគឺសម្ដេចរមសីហនុបាទសម្ដេចរមសីហនុប៉ុន្តែបច្ចុប្បន្ននេះគឺព្រះរាជារបស់យើងគឺបាទព្រះបាទនរោត្តមសីហមុនីបាទសីហមុនីរាជាបងប្អូនទាំងអស់គ្នាអញ្ចឹងសរុបរួមមកវិញតកតងទៅនឹងខ្លឹមសារអត្ថន័យនៃសម័យកាលប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើងគឺមានចំនួន14សម័យកាលមានពីសម័យហ្វូណានចេនឡាអង្គរចតុមុខលង្វែកឧដុង្គអាណាព្យាបាលបារាំងសង្គមរាស្ត្រនិយមសាធារណរដ្ឋខ្មែរកម្ពុជាប្រជាធិបតេយ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារដ្ឋកម្ពុជាអ៊ុនតាក់និងព្រះរាជាណាចក្រកម្ពុជាទី2ដែលខ្ញុំបាននិយាយអំពីឆ្នាំអំពីផ្សេងៗទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងការសិក្សាស្វែងយល់អំពីសម័យកាលប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នាបាទជាចុងក្រោយខ្ញុំបាទសូមមេត្តាខន្តីអភ័យទោសរកកំហុសខុសឆ្គងនៅក្នុងប្រការណាមួយត្រង់ឆ្នាំឬក៏អីផ្សេងៗសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំផងបាទខ្ញុំបាទសូមអរគុណនិងសូមអរគុណសូមគោរពលា